សួស្តីខ្ញុំមកចែករំលែកនៅសារសំខាន់មួយចាខ្ញុំគិតថាមានអត្ថប្រយោជន៍សម្រាប់បងអូនដែលគាត់កំពុងតែសកម្មនៅក្នុងការរកការងារចាហើយបទពិសោធន៍ហ្នឹងគឺខ្ញុំទើបតែជួបថ្មីនេះដែរខ្ញុំគិតថាអាចមានប្រយោជន៍ដល់ពួកគាត់ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំក៏ចង់បញ្ចូលជាមួយនឹងការអាប់ដេតតាក់ទងជាមួយនឹង job search journey របស់ខ្ញុំចារកការងារដល់ណាហើយក៏ឆ្លើយតបទៅនឹងបងអូនមួយចំនួនដែលអ្នកខ្លះគាត់ comment អ្នកខ្លះគាត់ឆាតសួរបង្រៀនធ្វើ recruitment specialist TA specialist step up ជា career coach ហើយពេលខ្លះសម្ភាសន៍ធ្លាក់ទៀតចាហើយរកការងារពិបាករកការងារទៀតអញ្ចឹងការអាប់ដេតរបស់ខ្ញុំហ្នឹងវាទៅជា demotivate គាត់ទៀតចាហើយក៏គាត់ឆ្ងល់ចានៅក្នុងវីដេអូនេះខ្ញុំនឹងស្រាយចម្ងល់ចាអ្វីទៅវាមិន detail បកស្រាយឲ្យអស់អាចអស់នោមទេប៉ុន្តែក៏អាចធ្វើឲ្យបងប្អូនយល់ដូចគ្នាដែរខ្ញុំចង់ឲ្យបងប្អូនយល់ថាអញ្ចេះទោះបីជាយើងមានបទពិសោធន៍10 20 30 40 50ឆ្នាំជាអ្នកឯកទេសជាអ្នកជំនាញក៏មិនប្រកាសថាយើងត្រូវបានគេទទួលគ្រប់ស្ថាប័នយើងត្រូវបានគេយកចង់បានគ្រប់ស្ថាប័នដែរចាមិនទាន់ដល់ដំណាក់កាលហ្នឹងណាចាមានប៉ុន្តែក៏មិនមែនមានន័យថាគ្រប់មនុស្សគ្រប់បេក្ខជនអាចឈានដល់កម្រិតបែបហ្នឹងដែរចាដូចត្រាតែយើងល្បីឈ្មោះដូចអ្នកដែលគាត់សាងសង់យើងឧទាហរណ៍ដូចវ៉ាន់ម៉ូលីវ៉ាន់ចាលោកតាវ៉ាន់ម៉ូលីវ៉ាន់អញ្ចឹងណាអាហ្នឹងគឺគាត់ដល់កម្រិតមួយដែលអ្នកណាគេក៏ចង់បានគាត់មកធ្វើការឬមួយក៏ចង់ឲ្យគាត់នឹងសាងសង់កន្លែងឲ្យដោយសារគេឈ្មោះគេតានាមរបស់គាត់នោះវាដល់កម្រិតមួយហើយអញ្ចឹងយើងត្រឹមតែជាអ្នកធ្វើការយើងនៅមានកម្រិតមួយដែលมันប្រកាសថាស្ថាប័នកន្លែងធ្វើការឬមួយក៏នយោបាយគ្រប់គ្រងគេចង់បានយើងគ្រប់គ្នាដែរដូចគ្នានេះដែរយើងដាក់ពាក្យទៅការងារมันប្រកាសថាយើងចង់ធ្វើការឲ្យគ្រប់ក្រុមហ៊ុនហើយយើងនៅតែមានក្រុមហ៊ុនមួយចំនួនយើងចង់ធ្វើខ្លាំងហ្មងហើយក្រុមហ៊ុនខ្លះក៏យើងមានជំរឿសយើងចេះតែយកអញ្ចឹងទៅចាវាអាចមានអញ្ចឹងដែរវាមានទៅវាមកអញ្ចឹងណាចាប៉ុន្តែគោលចម្បងដែលធ្វើឲ្យការសម្ភាសឬមួយក៏រកការងារនោះវា take time ខ្ញុំមាន3ហេតុផលទី1ខ្ញុំធ្វើទៅតែខ្ញុំមានជំនាញនៅក្នុង recruitment TA ចាក៏ប៉ុន្តែនៅក្នុងពេលនេះគឺខ្ញុំមានស្ថាប័នមួយចំនួនមាន industry មួយចំនួនមានការងារមួយចំនួនដែលនៅក្នុងដៃខ្ញុំគឺខ្ញុំដឹងច្បាស់ថាខ្ញុំចង់ធ្វើអីក៏ប៉ុន្តែវាមិនទាន់ដល់ពេលល្អដែលក្រុមហ៊ុនទាំងអស់នោះ industry ទាំងអស់នោះវាមានឱកាសការងារដែលខ្ញុំចង់បានឬមួយក៏ឱកាសការងារដែលត្រូវជាមួយនឹងអ្វីដែលខ្ញុំមានចាអញ្ចឹងហើយវា take time អញ្ចឹងយើងក៏ត្រូវការរងចាំមើលពេលវេលាហ្នឹងហើយខ្ញុំក៏កំពុងតែ build connection ហើយចាំមើលតែមានឱកាសសមរម្យដែលយើងអាចភ្ជាប់តំណែងដែលយើងអាច connect ទៅ further step ដែរអាហ្នឹងជារឿងទី1ទី2នៅពេលដែលខ្ញុំដាក់ពាក្យទៅកាន់ក្រុមហ៊ុនណាចាខ្ញុំក៏ទទួលបាន positive response ការឆ្លើយតបបែបវិជ្ជមានចាទៅសម្ភាសចា writing test technical interview ហ្នឹងគឺមានក្រុមហ៊ុនមួយចំនួនក៏គាត់ offer ដែរក៏ប៉ុន្តែ offer ខ្លះគឺខ្ញុំពិតជាទទួលយកមិនបានហើយ offer ខ្លះវាអត់ទាន់ hit ចាវាអត់ទាន់ satisfy ខ្ញុំហើយខ្ញុំនៅមានភាពសប្បាយអញ្ចឹងខ្ញុំសុខចិត្តអត់ទទួលដូច្នេះហើយខ្ញុំអត់ចង់យកការងារនឹងសិនធ្វើការងារនឹងសិនហើយចាំមានឱកាសផ្សេងធ្វើដោយសារខ្ញុំអត់ត្រឡប់បែបហ្នឹងលុះត្រាដោយសារតែពេលដែលខ្ញុំធ្វើការងារខ្ញុំចាប់ធ្វើការងារគឺខ្ញុំសម្រុកធ្វើចាយ៉ាងហោចណាស់ក៏និយាយទៅយ៉ាងលឿនបំផុតគឺ1ឆ្នាំកន្លះដែលខ្ញុំធ្វើការនៅក្រុមហ៊ុន2ឆ្នាំចា2ឆ្នាំទើបខ្ញុំអាចចេញពីក្រុមហ៊ុនបានអញ្ចឹងខ្ញុំអត់អាចចេះតែទទួលយកការងារដែលខ្ញុំអត់ទាន់ certify បានណាចានេះជាមូលហេតុទី3ដោយសារតែខ្ញុំមាន freelance job មានការងារ part time មួយចំនួនដែលខ្ញុំមានចំណូលចាត្រូវជាមួយនៅ recruitment career coach ហ្នឹងគឺខ្ញុំមាន income មួយចំនួនហើយខ្ញុំ level ជាមួយនឹង client របស់ខ្ញុំដែរចាបច្ចុប្បន្នហ្នឹងណាចាមាន project តូចអញ្ចឹងហើយសារយើង level ជាមួយនឹង freelance job របស់យើងខ្លះទៅក៏យើងមិនទាន់បាន focus ជាមួយនឹងjob search ហ្នឹង100%មិនទាន់បុក100%នេះជាមូលហេតុទាំង3ហើយសង្ឃឹមថាបងប្អូននឹងអាចយល់ខ្លះដែរហើយម្ដងទៀតមិនមែនមានន័យថាអ្នកដែលគាត់មានជំនាញមានឯកទេសនោះគឺត្រូវទៅជាប់ការងារគ្រប់កន្លែងទេហើយក៏មិនមែនជារឿងដែលយើងត្រូវអាក់អន់សពន់ចិត្តដែរគ្រប់មនុស្សគឺតែងតែមានបទពិសោធន៍ដែលត្រូវបានធ្លាក់ត្រូវបានជាប់ត្រូវបានបរាជ័យអីវាជារឿងទូទៅអូខេឥឡូវយើងចូលមកដល់ message ដែលខ្ញុំចង់ផ្ដាំផ្ញើទៅកាន់បងអូនដែលគាត់កំពុងទៅរកការងារណាថ្មីនេះគឺខ្ញុំមានបទពិសោធន៍មួយដែលខ្ញុំទទួលបានការអញ្ជើញទៅសម្ភាសដោយការផ្ញើ email ដោយមិនមានការ call ដោយមិនមានការឆាត Telegram ប៉ុន្តែដោយសារតែខ្ញុំអត់បានភ្ជាប់email របស់ខ្ញុំនៅទូរស័ព្ទ
ហើយខ្ញុំក៏អត់បានឆែក email ញឹកញាប់ចឹងហើយធ្វើឲ្យ email ទាំងពីរវា miss deadline ចឹងតម្រាំខ្ញុំឃើញវាហួសពេលបាត់ហើយចាប៉ុន្តែក៏មិនហួសអីច្រើនថ្ងៃដែរតែមួយថ្ងៃពីរថ្ងៃចឹងណាចាដោយសារពីរថ្ងៃបើខ្ញុំឆែក email ម្ដងចឹងនៅពេលដែលខ្ញុំឆែកមើល email ហួសបាត់ហើយចឹងខ្ញុំក៏ផ្ញើសារតបទៅគេវិញដើម្បីសុំទោសគេដើម្បីសុំចរចាគេសុំលើករីរ៉េងមើលថាតើអាចសម្ភាសម្ដងទៀតបានអត់មើលថ្ងៃថ្មីបានអត់រហូតមកដល់ពេលនេះគឺខ្ញុំអត់ទទួលបានការឆ្លើយតបពីក្រុមហ៊ុនទាំងពីរនោះទេវីដេអូនេះមិនមែនខឹងមិនមែនមិនអស់ចិត្តមិនសុខចិត្តអីទេក៏ប៉ុន្តែខ្ញុំគិតថាវាជា strategy ថ្មីដែលគេធ្វើការ screening application ឧទាហរណ៍ថាគេផ្ញើទៅ10បើសិនជាអ្នកណាគេឆ្លើយតបអត់ទាន់ក្នុងឡុងពេលហ្នឹងទេគេចាត់ទុកថាគេអត់ consider application ហ្នឹងអញ្ចឹងទៅចាអញ្ចឹងសម្រាប់ខ្ញុំគិតថាហ្នឹងជាបទពិសោធន៍ថ្មីដែរអញ្ចឹងជូនទៅកាន់បងអូនណាកុំឲ្យខកខានក្នុងការឆែកមើល email បើសិនជាអត់បានភ្ជាប់ជាមួយនឹងទូរស័ព្ទមើលនៅក្នុងកុំព្យូទ័រចាភ្ជាប់មួយកុំព្យូទ័រហ្នឹងគឺឆែកធ្វើម៉េចម្ដងចាក្នុងមួយថ្ងៃធ្វើម៉េចបានម្ដងពេលល្ងាចអីចឹងទៅ5ម៉ោង5ម៉ោង6បើសិនជាគេផ្ញើ email មកពេលព្រឹកពេលថ្ងៃចាម៉ោង2ម៉ោង3ម៉ោង4ក៏យើងអាចមើលឃើញសារហ្នឹងពេលដែលយើង check email នៅពេលល្ងាចអញ្ចឹងយើងក៏អាចតបនៅពេលល្ងាចដែរកុំឲ្យខកខានដូចខ្ញុំអូខេអញ្ចឹងជូនពរដល់បងប្អូនដែលគាត់កំពុងទៅរកការងារឲ្យបានទទួលបាន offer